កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ាជិតចេញជារូបរាងហើយតែនៅថ្ងៃពុធទី1មេសាអ៊ីរ៉ង់និងអ៊ីស្រាអែលបន្តបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកចំណែកចិននិងប៉ាគីស្ថានឯនោះវិញបានចូលខ្លួនធ្វើជាអន្តរការីដើម្បីកសាងសន្តិភាពស្ថិរភាពនៅឈូងសមុទ្រពាក់និងនៅតំបន់មជ្ឈមបូព៌ាឡើងវិញក្រោយពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននិងចិននៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារទី31មីនាប្រទេសទាំងពីរបានស្នើផែនការ5ចំណុចដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ានៅក្នុងនោះមានបទឈប់បាញ់ជាបន្ទាន់និងបញ្ឈប់ការវាយប្រហារលើទីតាំងជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធធម្មពលនិងរោងចក្របន្សុទ្ធទឹកសមុទ្រឲ្យទៅជាទឹកសាបចិននិងប៉ាគីស្ថានក៏បានអំពាវនាវឲ្យធានាសុវត្ថិភាពដល់ចរាចរណ៍ឆ្លងកាត់សមុទ្រអុកម៉ូសសម្រាប់នាវាឯកជននិងនាវាដឹកទំនិញដែរប្រមុខការទូតនៃប្រទេសទាំងពីរនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីទាំងអស់ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃអារម្មណ៍ដើម្បីផលប្រយោជន៍អន្តរជាតិនៅក្នុងតំបន់នេះបើផ្អែកតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅនីងនៅថ្ងៃអង្គារម្សិលមិញលោកដូណាល់ត្រាំបានប្រកាសថាអាមេរិកនឹងចាកចេញពីអ៊ីរ៉ង់នៅក្នុងរយៈពេល2ឬ3សប្តាហ៍ខាងមុខបើទោះបីជាមានឬក៏គ្មានកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាមថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមានលោកត្រាំបានសង្កត់ធ្ងន់ថាប្រសិនបើបារាំងឬប្រទេសដទៃទៀតចង់បានប្រេងឬអូស្មန်ហ្គាសសូមអញ្ជើញធ្វើដំណើរទៅយកដោយខ្លួនឯងនៅច្រកសមុទ្រអ៊ូម៉ូសអាមេរិកលែងខ្វល់ខ្វាយពីរឿងនេះទៀតហើយចៅហ្វាយសេតវិមានបានបន្តទៀតថាអាមេរិកនិងអ៊ីរ៉ង់កំពុងចរចាគ្នាដើម្បីបញ្ជៀសការរីករាលដាលនៃសង្គ្រាមនៅមជ្ឈមបូព៌ាឆ្លើយតបនឹងក្រុង Washington ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថារដ្ឋាភិបាលទីអ៊ីរ៉ង់ក៏ចង់ចរចាបញ្ចប់សង្គ្រាមដែរតែអាមេរិកត្រូវតែធានាថាឈប់វាយប្រហារលើអ៊ីរ៉ង់សាជាថ្មីហើយត្រូវសងការខូចខាតមកអ៊ីរ៉ង់វិញដោយឡែកប្រមុខការទូតអ៊ីរ៉ង់បានគូបញ្ជាក់ថាលោកពិតជាបានទទួលសារពីប្រេសិតពិសេសអាមេរិកលោក Steve Witkoff ពាក់ព័ន្ធនឹងការចរចាបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ត្រាំចេញមុខបញ្ជាឲ្យបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់មិនថយក្រោយឡើយប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញមុខបញ្ជាក់ជាផ្លូវការថាកងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រតិបត្តិការទ្រង់ទ្រាយធំលើទឹកដីអ៊ីរ៉ង់ហើយដើម្បីដាក់សម្ពាធកម្រិតអតិបរមាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់យោងតាមប្រភពពី The Guardian ប្រតិបត្តិការរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលនាពេលនេះបានបំផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្បែរការិយាល័យមេដឹកនាំកំពូល Khamenei ដែលបង្ខំឲ្យលោកត្រូវភៀសខ្លួនចេញពីទីក្រុងជាបន្ទាន់លោកត្រាំមើលឃើញថានេះជាឱកាសមាសនៅក្នុងការបង្ខំឲ្យអ៊ីរ៉ង់ចោះចូលខណៈដែលប្រទេសនេះកំពុងជួបវិបត្តិផ្ទៃក្នុងពេលជាមួយគ្នាអ៊ីរ៉ង់បានបិទដែនអាកាសទាំងស្រុងនិងប្រមានវាយបកវិញឲ្យចាស់ដៃលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ាកំពុងស្ថិតនៅក្នុងមាត់ជ្រោះនៃសង្គ្រាមពេញទំហឹងដែលពិភពលោកមិនធ្លាប់ឃើញនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ